ខ្ញុំលោកប៉ាកូនរបស់ខ្ញុំធំល្អសម្រាប់កូនច្បាស់ជាមានទំនួលមុនមកខ្ញុំសន្យាថាកាត់កូន3នាក់ឲ្យគ្រួសារជាយើងទេគឺ8នាក់មនុស្សនៅក្មេងរឿងឆាត់ល្ងងតិចគ្រាន់តែនិយាយពីលក្ខខណ្ឌក៏បានការបាត់ទៅហើយនេះអញខិតតែមកខាងទេជាឈើមិនមកផ្ទះឯងមានកូនជាមួយអ្នកណាអញ្ចឹងខ្ញុំមានកូនជាមួយអ្នកណាក៏បានប៉ាមិនថាអីផងហ្នឹងឯងនៅថាកូនឯងធំស្រួលសម្រាប់មានដឹងថាកាត់យ៉ាងម៉េចទេប៉ាបងថ្លៃមើងងាយខ្ញុំហើយប៉ាបង្រៀនគេពីរបៀបកាត់កូនតិចទេបើអញ្ចឹងរឿងនឹងទុកមកដុំសិនទៅប៉ាបានទូរស័ព្ទទៅជីឈឺនិងជីអ៊ីហើយឲ្យពួកគេត្រឡប់មកផ្ទះវិញកូនសំអុយ2នាក់នេះរៀបការយូរហើយមិនត្រឡប់មកមើលកូនប្រសាសោះពិតជាមិនស្ដាប់អង្គប់មែនសំណាប់ចាស់តែទៀតពេលដែលពួកគេទាំងពីរមកវិញពួកយើងបាញ់ចែកដាច់ដែរទេហើយចាទុកចិត្តចោះពួកគេជាបងប្អូនភ្លោះម្នាក់មកចាត់នោះគឺជាប្តីរបស់ឯងម្នាក់ច្រឡំជាប្តីរបស់ខ្ញុំ